សួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបានថាចេញវីដេអូពាក់ព័ន្ធជាមួយនឹងការចែកម្លែកពី skincare ប៉ុន្តែក៏មុននឹងការចូលដល់ skincare ក៏ខ្ញុំសូមមានមេរៀនមួយចង់បង្ហាញដល់អ្នកទាំងអស់គ្នាដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដែលការប្រើប្រាស់ skincare ផងដែរបើមិនបើយើងអត់ទាន់យល់ពីរចនាសម្ព័ន្ធរបស់ស្បែកឬមួយក៏លក្ខណៈពិសេសឬជាមុខងាររបស់វាជាងពេលខ្លះក៏យើងពិបាកក្នុងការនិយាយពាក់ព័ន្ធមួយ skincare អញ្ចឹងណាហើយចាប់តាំងពីខ្ញុំថាចេញវីដេអូនឹងមកគឺខ្ញុំឈឺរហូតអ្នកនរគ្នាសូម្បីតែខ្ញុំ voice សលេងហ្នឹងក៏រៀងងងអត់ទាន់ស្រួលដែរអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំនិយាយពីរចនាសម្ព័ន្ធរបស់ស្បែកអញ្ចឹងដូចយើងបានដឹងអញ្ចឹងថាស្បែករបស់យើងគឺមាន3ស្រទាប់ស្រទាប់ទី1 epidermis ស្រទាប់ទី2 dermis និងស្រទាប់ទី3 hypodermis ដែលជាស្រទាប់ចុងក្រោយគេបង្អស់សម្បូរទៅជាលការខ្លាញ់និងកោសិកាផ្សេងអញ្ចឹងដោយដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងអញ្ចឹងថាស្បែករបស់យើងពេលខ្លះយើងប្រើផលិតផលទៅវាហាក់ដូចជាមិនបានធ្វើការអីសោះហើយពេលខ្លះក៏ប្រើទៅវាលើសដើមពេលខ្លះក៏ប្រើហើយមានអារម្មណ៍ថាខាតពេលអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំចង់អ្នកទាំងអស់គ្នាមកស្គាល់អំពីមុខងារក៏ដូចជារចនាសម្ព័ន្ធរបស់ស្បែកមួយៗផងដែរចំពោះស្រទាប់ទី1គឺយើងឲ្យឈ្មោះថា epidermis ដែលជាស្រទាប់លើដែលវាមានទៅដោយ melanin និង keratin ហើយចំពោះស្រទាប់ទី2គឺស្រទាប់ cortical dermis ដែលសម្បូរទៅដោយកពិញខ្លាញ់ sweet gland និងមកក៏ជាលការប្រសាទហើយស្រទាប់ទី3គឺសម្បូរទៅដោយប្រេងនិងសរសៃប្រសាទអីផ្សេងៗគឺដែលយើងហៅថា subcutaneous ភាសាបច្ចេកទេសហើយនៅក្នុងផងដែរក៏មានរួមជាមួយនឹង capillary collagen fibroblast ទៅតាម layer របស់ស្រទាប់ស្បែកនីមួយៗនឹងផងដែរតានៅក្នុងហ្នឹងវាមានលក្ខណៈអីពិសេសអីគេខ្លះហើយតើវាជួយអីគេខ្លះទៅលើកោសិកាស្បែកនិងមានមុខងារអីខ្លះផងដែរស្បែកគឺជាសរីរាង្គមួយដែលធំជាងគេក្នុងរាងកាយរបស់យើងដោយវាមានកម្រាស់2មីលីម៉ែត្រនិងទម្ងន់3.8គីឡូក្រាមដែលមានផ្ទៃកាឡា2ម៉ែត្រការ៉េផងដែរហើយចំពោះមុខងាររបស់ស្បែកទី1ជារនាំងការពារពីមជ្ឈដ្ឋានខាងក្រៅដូចជាកម្ដៅថ្ងៃព្រឹកព្រះអាទិត្យធូលីដីមេរោគជាដើមហើយទី2គឺវាមានតួនាទីជាអ្នកផលិតវីតាមីន D ស្រូបនៅកាំរស្មីពន្លឺការធ្វើរស្មីសំយោគដែលចេញពីវីតាមីនសម្រាប់ឲ្យរាងកាយរបស់យើងយកមកប្រើប្រាស់អីផ្សេងៗចំពោះមុខងារទី3នោះគឺរក្សាតុល្យភាពនៃរាងកាយដែលឲ្យទឹកនៅក្នុងខ្លួននិងស្បែករបស់យើងនិងកម្ដៅក្នុងខ្លួននឹងគឺវា balance នឹងគ្នាបើន័យថាវាអាចបញ្ចេញញើសដើម្បីឲ្យខ្លួនយើងត្រជាក់មានដើម្បី balance ទៅចិត្តញើសនិងសីតុណ្ហភាពឧទាហរណ៍ពេលខ្លះយើងរដូវកាលខែត្រជាក់ពេលខ្លះខែក្ដៅអីចឹងវាជួយ balance សីតុណ្ហភាពរាងកាយហើយចំពោះមុខងារចុងក្រោយវិញគឺការទទួលដឹងញៀនបើន័យថាទទួលដឹងកម្ដៅថាមួយក៏មានការប៉ះទង្គិចអីមួយការឈឺចាប់មួយក៏មានការភ្ជាប់ដល់នៅសញ្ញាផ្សេងៗពីកោសិកាប្រសាទអានឹងតកតងជាមួយស្រទាប់ទី2ហើយចំពោះស្រទាប់លើកោសិកា epidermis ហ្នឹងវាមានសម្បូរទៅដោយ keratinocyte, ceramide ហើយ fatty acid និង cholesterol ជាដើមជនអ្នកទាំងអស់គ្នាតែងតែមានចម្ងល់ថាហេតុអីលេខ្លះលាបទៅវាអត់ចូលស្បែកសោះហើយលេខ្លះដាក់ទៅគឺរលាយស្បែកព្រោះដោយសារតែស្បែកយើងគឺមានស្រទាប់នៅជាលិកាគឺមាន cholesterol ដែលវាប្រភេទរលាយក្នុងខ្លាញ់អញ្ចឹងបើសិនបើប្រភេទ lotion នឹងវាប្រភេទទឹកពេកពេលខ្លះយើងលាបភ្លាមអីវាអត់ទាន់ចូលដែរបើសិនជាមានលក្ខណៈជារលាយក្នុងខ្លាញ់អាហ្នឹងគឺដាក់ទៅជ្រាបចូលស្បែកលឿនមែនតើជាពិសេសពពុះលេដែលពពុះលេមានជាតិកាត់អ្នកនរគ្នាដែលលាយអីចឹងអាហ្នឹងគឺពពុះលេក្នុងខ្លាញ់អាហ្នឹងដាក់ទៅគឺចូលស្បែកលឿនមែនតើហើយចំពោះកោសិកា keratinocyte ហ្នឹងគឺស្បែកដែលកជាន់លើគ្នាហ្នឹងដែលយើងហៅថាដែលកជាជញ្ជាំងហ្នឹងហៅថា keratinocyte ហើយ melanocyte ដែលកោសិកាផលិតជាតិពណ៌ឲ្យស្បែកថាយើងមានសម្បុរសសម្បុរស្អាតសម្បុរលឿងស្ដេចហើយក្រៅពីហ្នឹងក៏មាននៅពពួកកោសិកា mast cell ដែលទទួលញៀនពីខាងក្រៅនិងបញ្ជូនព័ត៌មានទៅកាន់ខួរក្បាលឲ្យយើងដឹងញៀនថាក្តៅត្រជាក់ឈឺអីអញ្ចឹងណាហើយនៅពេលដែលយើងប្រើដូចថាយើងប្រើ lotion លាបអញ្ចឹងមិនន័យថាបើសិនតកតងមួយនឹងទំហំរបស់វា molecule ដែលត្រូវជ្រាបចូលបើសិនបើវាលើសពី500 Dalton បើន័យថាវាអត់ជ្រាបចូលស្បែករបស់យើងទេបើទៅជាង500 Dalton អានឹងវាលាបទៅចូលស្បែកលឿនមែនតើហើយស្ទប់ទី2យើងឲ្យឈ្មោះថាកោសិកា dermis មានរួមទៅដោយខ្សែប្រសាទវាមាននៅ fiber វាមាន fiber វាមានកពិញខ្លាញ់វាមានកពិញញើសហើយក៏មាននៅប្រភេទសាច់ដុំកន្ត្រាក់នៅកន្លែងគល់រោមហើយក៏មានកោសិកាផ្សេងហើយមានកោសិកាកាពីឡាអីចឹងជាដើមអញ្ចឹងចំពោះសរសៃឈាមវាមាននន្ទីចំណដឹកនាំសារធាតុចិញ្ចឹមអុកស៊ីសែនទៅកាន់ស្បែកនិងយកកាកសំណល់ពីស្បែកមកប្រើប្រាស់ឡើងវិញហើយមានសរសៃប្រសាទដែលជាសរសៃទទួលញៀនដឹងពីខាងក្រៅចូលមកកាន់កោសិកាយើងហើយចំណុចទី3គឺកពិញខ្លាញ់ដែលជាកពិញបញ្ចេញនៅសារធាតុខ្លាញ់មកក្រៅតាមរយៈរុនរោមអញ្ចឹងបើសិនបើយើងស្ទះនៅកន្លែងហ្នឹងជាហេតុតែបង្កឲ្យយើងមានមុនឬមួយក៏បញ្ហារុនរោមរួចធំអញ្ចឹងណាអញ្ចឹងចំពោះកពិញខ្លាញ់ជាអ្នកបញ្ចេញញើសតាមរយៈរញើសហើយក៏មាននៅសាច់ដុំកន្ត្រាក់គល់រោមដែលវាជួយពង្រីករោមដែលធ្វើឲ្យរោមរបស់យើងបាសឡើងនឹងមួយក៏
ពេលដែលយើងប៉ះស្ថានភាពត្រជាក់ក្តៅអញ្ចឹងវានឹងបញ្ចេញញីអញ្ចឹងណាហើយចំពោះកោសិកាទី3ជួបគ្នានៅវីដេអូក្រោយអូខេអ្នកទាំងគ្នាបាយបាយ